បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនគ្នាថ្ងៃដែរខ្ញុំបានវិលត្រឡប់មកជួបបងប្អូនសាជាថ្មីទៀតហើយនៅក្នុងคลิปវីដេអូនេះដែរខ្ញុំចង់បង្ហាញបងប្អូននឹងពីរបៀបផ្ញើ location ទីតាំងតាមរយៈបាទ chat Messenger បាទវីដេអូនេះដែរក៏សូមផ្ញើជូនបងប្អូនបាទថ្មីដែលគាត់អត់ទាន់បាទចេះផ្ញើ location ទៅឲ្យដៃគូរបស់បងប្អូនហ្នឹងបងប្អូនក៏អាចមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់ទៅបងប្អូននឹងចេះបាទផ្ញើ location ឬក៏ទម្លាក់ location ឲ្យដៃគូបងប្អូនបានហើយឥឡូវខ្ញុំសូមបាទបែរកាមេរ៉ាដើម្បីធ្វើវីដេអូបង្ហាញបងប្អូននៅលើស្ដាប់ដៃតែម្ដងណាបាទអញ្ចឹងទៅទាំងអស់គ្នាបាទរបៀបផ្ញើ location ទីតាំងគឺមាន3ចំណុចណាបងប្អូនបាទអញ្ចឹងចំណុចទី1បងប្អូនអាចធ្វើការបាទផ្ញើ location ទីតាំងបងប្អូនហ្នឹងទៅឲ្យបាទដៃគូបងប្អូនឬក៏មិត្តភ័ក្តិបងប្អូនឬក៏បាទបងប្អូនរបស់បងប្អូនបានណាបាទហើយចំណុចទី2បងប្អូនអាចធ្វើការបាទ share location បងប្អូនហ្នឹងគឺមានន័យថាបាទ location ដើរបាទបើសិនជាបងប្អូនកាន់ទូរស័ព្ទទៅណាបាទគឺ location ហ្នឹងរត់តាមបងប្អូនហើយចំណុចទី3បងប្អូនអាចធ្វើការបាទយកបាទទីតាំងផ្សេងហ្នឹងផ្ញើទៅឲ្យពួកគាត់បានឧទាហរណ៍ថាគាត់អត់ស្គាល់បាទទីតាំងផ្សារឬក៏ទីតាំងបាទបុរីអីបងប្អូនក៏អាចបាទ share location ហ្នឹងទៅឲ្យពួកគាត់បានដែរឥឡូវខ្ញុំសូមធ្វើវីដេអូបញ្យល់បងប្អូនលម្អិតតែម្ដងណាបាទអញ្ចឹងជាហេតុដំបូងបងប្អូនចូលមកលើ chat Messenger បងប្អូនមកបាទពេលបងប្អូនចូលមកបងប្អូនរើសយកនរណាម្នាក់ដែលបងប្អូនចង់ផ្ញើទៅឲ្យពួកគាត់ឬក៏ពួកគាត់នឹងទាមទារឲ្យបងប្អូនធ្វើការផ្ញើទៅឲ្យគាត់ឥឡូវខ្ញុំសូមយកបាទអារីសានេះមួយចុះពេលដែលចុចពីលើអារីសានឹងហើយបងប្អូនកលេចមកខាងក្រោមណាបងប្អូននឹងឃើញសញ្ញាមេដៃបាទកន្លែងផ្ញើកតុកកតាកន្លែងសារកន្លែងសរសេរអក្សរហ្នឹងហើយបងប្អូននឹងឃើញបាទកន្លែង voice សលេងហើយកន្លែងផ្ទុករូបភាពបាទកន្លែងរូបថតហើយនឹងឃើញសញ្ញាលេខបូកអញ្ចឹងបងប្អូនចុចទៅលើកន្លែងសញ្ញាលេខបូកនឹងមកនឹងឃើញកម្មវិធីជាច្រើនទៀតណាបាទពេលបងប្អូនចុចទៅលើលេខបូកបងប្អូននឹងឃើញបាទ3បាទចំណុចអញ្ចឹងបងប្អូនយកបាទចំណុចទី3នេះមកមានដូចជារូបព្រួយនេះគេដាក់ថាទីតាំងអញ្ចឹងបងប្អូនចុចទៅលើនឹងមកបាទពេលបងប្អូនចុចទៅលើទីតាំងបើសិនជាបងប្អូនអត់ទាន់បានបើកកន្លែងទីកន្លែងឬក៏ទីតាំងទេវានឹងចេញតម្រងបែបអញ្ចឹងបងប្អូនមានជម្រើស2បងប្អូនអាចចុចពាក្យថាបើកនេះតែម្ដងក៏បានឬមើលបងប្អូនអាចធ្វើការបាទអូសបាទពីលើចុះក្រោមចេះបាទ2ដងមកបាទ2ដងបងប្អូននឹងចេញជាតម្រងឈ្មោះបែបនេះមានបាទទិន្នន័យចល័តបាទកម្មវិធីថតអេក្រង់អញ្ចឹងបងប្អូនរកមើលតែពាក្យថាបាទទីកន្លែងឬក៏ទីតាំងបើសិនជាទូរស័ព្ទខ្លះវាចេញពាក្យថាទីតាំងបើសិនជាវាអត់ឃើញនៅត្រង់ហ្នឹងទេបងប្អូនអាចធ្វើការអូសមករកចេះក៏បានជួនកាលវាលាក់នៅត្រង់ហ្នឹងណាបាទអញ្ចឹងដោយសារតែខ្ញុំឃើញពាក្យថាទីតាំងហើយនោះនឹងឃើញសញ្ញាដៅដូចជាទីតាំងដែរនេះអញ្ចឹងខ្ញុំចុចទៅលើនឹងមកដើម្បីធ្វើការបើកបាទពេលដែលចុចបើកទូរស័ព្ទខ្លះវាចេញពណ៌ខៀវពេលទូរស័ព្ទខ្លះវាចេញពណ៌ត្រួយចេកតែទូរស័ព្ទនេះវាចេញពណ៌សណាអញ្ចឹងវាឲ្យសញ្ញាពេលថាបើកហើយខ្ញុំចេញមកវិញឬក៏អូសឡើងលើវិញមកដើម្បីរុញទៅវិញណាពេលដល់រុញទៅវិញខ្ញុំចុចពាក្យថាបើកនេះម្ដងទៀតមកដើម្បីទៅបើកបាទរួចហើយបងប្អូននឹងចេញទៅរងបែបចេះបាទតម្រងបែបចេះបងប្អូនមានជំរើស2បើសិនជាបងប្អូនចង់ផ្ញើបាន location ទីតាំងបងប្អូនជ្រើសរើសរកមើលពាក្យថាកន្លែងសញ្ញាទីតាំងនេះបាទឬក៏សញ្ញាកន្លែងហ្នឹងបាទពេលបងប្អូនបើកកន្លែងទីតាំងឬទីកន្លែងហើយវារត់មកបែបនេះអញ្ចឹងមិញដោយសារសេវាវារៀង slow វាសេវាវាខ្លាំងហើយវាចេញតម្រងបែបអញ្ចឹងមកដល់ត្រង់នេះបើសិនជាបងប្អូនចង់ផ្ញើ location ទីតាំងបាទទីកន្លែងហ្នឹងទៅឲ្យពួកគាត់បងប្អូនចុចកន្លែងដៅគោលដៅនេះមកនេះបាទចឹងសញ្ញាដៅគោលដៅណាបាទអញ្ចឹងចុចពឹបមកហើយបងប្អូននឹងឃើញពាក្យថាផ្ញើនេះប៉ុន្តែបងប្អូនកុំតន់ចុចថាផ្ញើបងប្អូនស៊ូមមកកន្លែងទីតាំងបងប្អូនហ្នឹងស៊ូមចឹងមកបាទបើសិនជាភាគច្រើនបងប្អូនគ្រាន់តែបាទចេញអញ្ចឹងបាទចេញអញ្ចឹងបងប្អូនជួយពាក្យថាផ្ញើតែម្ដងបាទជួនកាលវាខុសបាទគេមករកបងប្អូនអត់ឃើញទេវាអាចខុសផ្លូវតិចតួចណាអញ្ចឹងបងប្អូនស៊ូមមកចិត្តដើម្បីឲ្យចំចំណុច Q របស់បងប្អូនបាទកំពុងតែនៅនេះបាទកំពុងតែនៅអញ្ចឹងបាទស៊ូមមកទៅឲ្យចិត្តអញ្ចឹងមកដាក់ឲ្យចំអញ្ចឹងមកបាទដាក់ឲ្យចំអញ្ចឹងមកចាំបងប្អូនធ្វើការផ្ញើបាទជួយពាក្យថាផ្ញើទីតាំងហ្នឹងបាទពេលនោះអត់ចេះខុសទេហើយមានបងប្អូនមួយចំនួនធំគាត់តែឃើញបាទទីតាំងមកគាត់បើអត់បានស៊ូមទេគាត់ចុចយកទៅតែម្ដងជួនកាលវាខុសគ្នាតិចតួចបងប្អូនណាបាទហើយបន្ទោសតែបាទសេវាឬក៏ទីតាំងគេឲ្យខុសអញ្ចឹងខុសលើខ្លួនឯងទេដោយសារតែខ្លួនឯងអត់បានស៊ូមមកចិត្តបែបនេះបាទ
ចឹងបាទដល់ចំណុចទី2បើសិនជាបងប្អូនចង់ផ្ញើ location ដើរទៅឲ្យពួកគាត់បងប្អូនចុចកន្លែងលេខបូកបាទតម្រងដើមមកបាទរួចហើយចុចពីថាទីតាំងឬក៏សញ្ញាព្រួយហ្នឹងមកបាទមកដល់ចំណុចទាំងនេះបងប្អូនលែងយកកន្លែងដៅគោលដៅនឹងហើយបងប្អូនយកអក្សរដែលកវ៉ាត់ពណ៌ខៀវនេះគេដាក់ថាចាប់ផ្ដើមបាទចែករំលែកទីតាំងបាទផ្សាយបន្តផ្ទាល់រយៈពេល1នាទីគេមានន័យថាបងប្អូនបាទដូចជា live អញ្ចឹងបាទបើកការ live ទូរស័ព្ទបាទទីតាំងបងប្អូនហ្នឹងបងប្អូនមើលតែនិយមន័យគេនេះតាគេដាក់ថា live បន្តផ្ទាល់បាទអញ្ចឹងគឺមានន័យថា live ទីតាំងបងប្អូនហ្នឹងឲ្យគេដឹងបាទរយៈពេលបាទ60នាទីបាទអញ្ចឹងស្មើ1ម៉ោងប៉ុន្តែសម្រាប់ការ live ហ្នឹងបាទសម្រាប់តែបុគ្គលទេឧទាហរណ៍ដែលបងប្អូនចង់ផ្ញើទៅអារីសាហ្នឹងគឺឃើញតែអារីសាម្នាក់ទេបាទមិន live ទាំងអស់ទេបាទមិនប្រាប់ទីតាំងគេទាំងអស់ទេគឺឃើញតែអារីសាហ្នឹងទេណាបាទអញ្ចឹងចង់ប្រាប់បងប្អូនទាំងហ្នឹងពេលចុចមកចំណងដើមបាទមកដល់ទីនេះបើសិនជាបងប្អូនចង់បាទផ្ញើ location ដើរទៅឲ្យគាត់បងប្អូនចុចបាទអក្សរដែលក្បាត់ពណ៌ខៀវហ្នឹងមកបាទចុចពឹបមកពេលនោះនេះបាទ profile របស់ខ្ញុំហ្នឹងនឹងឡើងមកអញ្ចឹងបាទរួចហើយចេញទៅវិញពេលចេញវិញនឹងចេញតម្រងបែបចេះរួចហើយចូលមកបាទចូលមកចុចកន្លែងនេះមកដើម្បីឃើញបាទពេលដែល zoom មកបងប្អូននឹងឃើញ profile Facebook បងប្អូនហ្នឹងនឹងលោតមកបែបនេះហើយពាក្យគីមកខាងទៀតនោះបាទក៏គាត់ហ្នឹងក៏ឃើញជាតម្រងបែបអញ្ចឹងដែរហើយឧទាហរណ៍ថាគាត់នៅកន្លែងឆ្ងាយបាទគាត់ជិះ100អញ្ចឹងទៅហើយបើសិនជាបងប្អូនគាត់ថាចង់ឲ្យផ្ញើ location ដែរមកបាទចង់ឃើញថាបងដល់ណាហើយអីដល់ណាហើយអញ្ចឹងបងប្អូនក៏អាចទាមទារទៅឲ្យគាត់ផ្ញើបានដែរហើយគាត់ផ្ញើគាត់ចុចបាទចូលឆាតអញ្ចឹងមកបាទនេះដោយសារតែខ្ញុំនៅចិត្តគ្នាតែអញ្ចឹងវានៅចិត្តគ្នាដែរបងប្អូនលើសាច់ផ្ញើទៅឲ្យគាត់មើលបាទលើចុចគណៈពេលកំពុងប្រើប្រាស់អញ្ចឹងទៅបាទចុចវាថាបន្តហ្នឹងមកបាទរួចហើយចុច60នាទី60នាទីអញ្ចឹងមកនេះដោយសារខ្ញុំនៅចិត្តគ្នាបើសិនជានៅឆ្ងាយគ្នាបងប្អូនបាទកន្លែងផែនទីឬក៏ location ហ្នឹងណាបាទ location ហ្នឹងនឹងបាទនៅឆ្ងាយគ្នាប៉ុន្តែនេះដោយសារនៅចិត្តគ្នាអញ្ចឹងនៅជាប់គ្នាតែម្ដងបាទប៉ុន្តែបើនៅឆ្ងាយនៅត្រឹមស្ពានដៃស្ពានអីនឹងឃើញបាទ profile របស់គេបាទនៅត្រង់នេះហើយនៅស្ទឹងជ័យអញ្ចឹងណាបាទអញ្ចឹងនៅស្ទឹងជ័យនៅត្រង់នេះអញ្ចឹងពេលដែលគេមកដល់តិតតាមផ្លូវអញ្ចឹងវារត់ដោយថាមកដល់ស្ពានដៃឬក៏មកដល់បាទវត្តសាប៊ូអញ្ចឹងបាទនឹងរត់មកតាមអញ្ចឹងបងប្អូនអាចមើលដឹងណាបាទអញ្ចឹងមួយទៀតបើសិនជាគាត់ទៀមទាឲ្យបងប្អូនធ្វើការបាទផ្ញើបាទទីតាំងផ្សេងឧទាហរណ៍ថាបរិយឬក៏ផ្សារទំនើបឬក៏ផ្សារអីធម្មតាបងប្អូនគ្រាន់តែចូលកន្លែងផែនទីហ្នឹងមកបាទអញ្ចឹងខ្ញុំសម្អិតជូនបងប្អូនតែម្ដងណាបាទអញ្ចឹងឧទាហរណ៍ដូចថាគាត់ហ្នឹងអត់ស្គាល់ផ្សារស្ទឹងមានជ័យថ្មីឬក៏ផ្សារស្ទឹងមានជ័យចាស់ឬក៏ផ្សារទូតពូងបាទអញ្ចឹងបងប្អូនក៏អាចធ្វើការផ្ញើទៅឲ្យគាត់បានដែរអញ្ចឹងឧទាហរណ៍ថាគាត់ហ្នឹងអត់ស្គាល់ផ្សារទូតពូងចុះបាទគាត់ចង់ទៅលេងផ្សារទូតពូងតែអត់តំណងបងបាទអត់តំណងទេឥឡូវខ្ញុំសូមដាក់សារទំនើបឲ្យគាត់មួយចុះដាក់សារទំនើបស្ទឹងមានជ័យចុះបាទតំណងតិចពេលល្ងាចអញ្ចឹងគាត់ទៅលេងណាបាទពេលដែលបងប្អូនស៊ូមមកផ្សារទំនើបស្ទឹងមានជ័យបើសិនជាបងប្អូនអត់ស្គាល់ទេបងហៅមកបាទចុចកន្លែង search ហ្នឹងរួចហៅមកបាទផ្សារទំនើបស្ទឹងមានជ័យថ្មីអញ្ចឹងទៅនេះបាទរួចហើយបងប្អូននឹងឃើញបាទអក្សរមួយជួរនេះបាទអក្សរមួយជួរហ្នឹងមានពាក្យថាបាទទិសដៅចាប់ផ្ដើមបាទមានពាក្យរក្សាទុកអញ្ចឹងបងប្អូនស្រឡឹងមើលថាពាក្យថាចែករំលែកនេះបាទអញ្ចឹងចុចពាក្យថាចែករំលែកហ្នឹងមកពេលចុចពឹបមានចែករំលែកបាទបងប្អូនកាន់អាយុម្នៃជាប់ចែករំលែក Telegram ចែករំលែកបាទ Messenger ចែករំលែកទៅ Facebook ចែករំលែកទៅ WeChat ចែករំលែកទៅ WhatsApp អញ្ចឹងណាអញ្ចឹងបើសិនជាមិត្តភ័ក្តិបងប្អូនហ្នឹងបាទប្រើMessenger បងប្អូនចុចទៅលើ Messenger ហ្នឹងមកបាទពេលចុចលើ Messenger បងប្អូនចំណាំបាទចំណាំដូចថាខ្ញុំចង់ផ្ញើ Messenger មួយនេះបាទចុច Messenger មួយនេះមករួចហើយជ្រើសរើសឈ្មោះអារីសាហ្នឹងមកបាទអញ្ចឹងអារីសាគាត់ចង់បាន location ផ្សារទំនើបស្ទឹងមានជ័យថ្មីនេះគាត់ចង់ទៅដើរលេងអញ្ចឹងគាត់អត់ស្គាល់ទេគាត់ទាមទារបងប្អូនធ្វើការផ្ញើទៅឲ្យគាត់អញ្ចឹងបងប្អូនចុចពាក្យថាផ្ញើហ្នឹងមកបាទពេលនោះអារីសាហ្នឹងនឹងបានទទួលបាទ location ហ្នឹងហើយអញ្ចឹងសូម clear ចោលសិនមកបាទរួចហើយខ្ញុំធ្វើការចុចមួយនេះបាទអញ្ចឹងនេះផ្ញើទៅគាត់បាទផ្ញើទៅគាត់អញ្ចឹងចូលមកអារីសាវិញបាទអារីសាបាទនេះជាកម្មវិធី
Messenger ដែលខ្ញុំបំលែងមកណាបាទនេះបងប្អូនបាទ location ហ្នឹងអញ្ចឹងគាត់គ្រាន់តែចុចពីលើស្ទឹងមានជ័យអញ្ចឹងមកនោះនឹងនាំបាទទៅហើយនេះអីគាត់ចុចពីតែចាប់ផ្ដើមអញ្ចឹងមកណាបាទចាប់ផ្ដើមមកនឹងដៅគោលដៅទៅឲ្យគាត់បាទដៅទៅឲ្យគាត់ហើយគាត់ជិះទៅតាមអញ្ចឹងទៅរកទៅឃើញអញ្ចឹងទៅបាទអញ្ចឹងបងប្អូនក៏ត្រូវចេះមើលទៅនឹងដែរណាបាទបើសិនជាពេលល្ងាចបងប្អូននឹងឃើញបាទរូបខ្មៅចេះបើសិនជាបងប្អូនអាចមានផ្លូវវាងបានក៏វាងទៅបាទចង់ប្រាប់បងប្អូនថាកន្លែងខ្មៅអញ្ចឹងណាស្ទះខ្លាំងណាស់បាទអញ្ចឹងបើសិនជាបងប្អូនបាទគិតថាស្ទះខ្លាំងបាទអត់ចង់បាននៅយូរទេបាទស៊ីសាំងស៊ីមួយស៊ុតអីបងប្អូនអាចក៏ផ្លូវវាងបានដែរបាទផ្លូវវាងតាមសាលាកសិកម្មអីចឹងទៅវាស្រួលជិះជាតិណាបាទអញ្ចឹងបើសិនជាបងប្អូនចង់ទៅផ្សារទៅនៅស្ទឹងមានជ័យបងប្អូនជិះពីចាប់ផ្ដើមចឹងមកនោះបាទគោលដៅពណ៌ខៀវនោះនាំបងប្អូនទៅតែម្ដងបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមុននឹងคลิปពីបងប្អូនទៅបាទក៏សូមជូនពរបាទជូនជ័យដល់បងប្អូនលោកទទួលទានមានបានហើយបើសិនជារាល់ការនិយាយស្ដីរបស់ខ្ញុំមានលើសលោកខ្វះខាតត្រង់ចំណុចណាបាទខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់បាទពុកម៉ែបងប្អូនផងបាទនៅពេលនេះដែរខ្ញុំបាទក៏សូមអរគុណការជម្រាបលាជួបគ្នាវីដេអូក្រោយបាទបាយ